ការប្រឡងចូលសាកលវិទ្យាល័យប៉ុន្តែបញ្ហាគឺនាងអាក្រក់ណាស់នៅគណិតវិទ្យានាងតែងងុយគេងពេលរៀនគណិតវិទ្យាដែលរំខានលោកគ្រូខ្លាំងណាស់រហូតដល់ថ្ងៃមួយគាត់ហៅនាងទៅក្រុមប្រឹក្សាប៉ុន្តែជាធម្មតានាងមិនអាចដោះស្រាយអ្វីខាងគេជេរនាងនៅមុខមនុស្សគ្រប់គ្នាពេលនាងត្រឡប់មកផ្ទះវិញនាងមិនអើពើនឹងការសិក្សារបស់នាងហើយចំណាយពេលលេងទូរស័ព្ទនិងស្ដាប់ភ្លេងម្ដាយមើលនាងរំខានហើយប្រាប់នាងថាបើនាងដោះស្រាយគណិតវិទ្យាបញ្ហាដូចគ្នាដែលនាងទន្ទិញទំនុកច្រៀងដែលនាងនឹងក្លាយជាមនុស្សពូកែម្នាក់រួចទៅហើយនាងនិយាយកំ pl ែងថាដេនីត្រូវគណិតវិទ្យាតស៊ូពីឪពុកនាងដែលអន់ដែរហើយថាគ្មានសាកលវិទ្យាល័យណាទទួលយកនាងដូចជាអ្វីដែលរំខានដេនីភាគច្រើនគឺនៅពេលដែលម្ដាយរបស់នាងផ្លាស់ប្ដូរប៉ុស្តិ៍ទូរទស្សន៍ទៅជារឿងភាគប្រវត្តិសាស្ត្រដែលនាងតែងតែមើលដេមីផ្ដល់ឲ្យហើយចេញពីបន្ទប់ឆ្ពោះទៅផ្ទះមិត្តល្អបំផុតមិត្តរបស់នាងរំលឹកនាងម្ដងទៀតថានេះជាចុងក្រោយរបស់នាងបាញ់នៅពេលចូលរៀនមហាវិទ្យាល័យប្រសិនបើនាងបរាជ័យពេលនេះនាងនឹងគ្មានអនាគតទៅណាទេនៅព្រឹកបន្ទាប់ដេនីក្រោកពីដំណេកយឺតហើយរត់ចេញទៅទាំងយឺតពេលសម្រាប់ប្រឡងធំម៉ាក់របស់នាងលើកទឹកចិត្តនាងពេលនាងចេញទៅប្រាប់នាងឲ្យប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឲ្យនាងអាចចូលរៀននៅសាលាល្អដេនីមានអារម្មណ៍ភ័យជាពិសេសប៉ុន្តែនាងព្យាយាមរៀននៅលើឡានក្រុងរហូតដល់នាងទៅដល់មជ្ឈមណ្ឌលប្រឡងនាងលោតចុះពីឡានក្រុងហើយរត់ប៉ុន្តែភ្លេចឆ័ត្ររបស់នាងខណៈពេលដែលនាងចូលទៅជិតអគារប្រឡងការភ័យខ្លាចបានគ្រប់ដណ្ដប់នាងមិនទាន់រួចរាល់ទេនាងចាប់ផ្ដើមភ័យស្លន់ស្លោគិតអំពីការរត់គេចខ្លួនជាងប្រឈមមុខនឹងលទ្ធភាពនៃការបរាជ័យនាងអង្គុយក្រោមភ្លៀងធ្លាក់ខ្លាំងលិចលង់ដោយស្ងៀមស្ងាត់ប្រាថ្នាថានាងអាចបាត់ខ្លួនបានមានភក់រាក់មួយនៅពីមុខនាងដែលបង្កើតឡើងដោយទឹកភ្លៀងនាងជំហានកាន់តែខិតជិតទៅរកវាហើយភ្លាមនោះស្រាប់តែមានរឿងចម្លែកមួយកើតឡើងនាងបានកត់សម្គាល់ឃើញក្រុមមនុស្សមួយក្រុមសម្លៀកបំពាក់ទាំងអស់បានប្រមូលផ្ដុំគ្នាហើយអធិស្ឋានសុំទឹកភ្លៀងពួកគេនិយាយថាវាមិនមានភ្លៀងធ្លាក់អស់រយៈពេលគ្រូរងស្ងួតភ្លាមនោះដេនីស្រាប់តែធ្លាក់ចូលទៅក្នុងភក់ហើយចាប់ផ្ដើមលង់ទឹកប៉ុន្តែជំនួសឲ្យការស្លាប់នាងងើបឡើងវិញនៅកន្លែងដដែលប៉ុន្តែដូចម្ដេចនៅក្នុងពិភពផ្សេងទៀតនាងមានការភ័ន្តច្រឡំហើយចាប់ផ្ដើមសួរមនុស្សជុំវិញខ្លួននាងថាតើពួកគេកំពុងថតរឿងភាគប្រវត្តិសាស្ត្រឬអ្វីមួយឬអត់ស្ដេចឃើញអាកប្បកិរិយាចម្លែករបស់នាងក៏ភ័យខ្លាចហើយស្រែកសួរថាតើនាងជាបិសាចឬអត់នាងនិយាយទាំងភ័យថាទេនាងគ្រាន់តែជាសិស្សវិទ្យាល័យម្នាក់ប៉ុណ្ណោះប៉ុន្តែរបៀបដូចជាការអន្តោមនអាគមមួយប្រភេទសម្រាប់ពួកគេដែលគ្រាន់តែបង្កើនការភ័យខ្លាចរបស់ពួកគេស្រាប់តែកងអង្គរៈព័ទ្ធជុំវិញនាងដោតដាវដកចេញនៅពេលដែលនាងដឹងថាដាវនោះជារបស់ពិតនាងភ័យស្លន់ស្លោហើយកែសម្រួលដោយនិយាយថាខ្ញុំដឹងថាហេតុអ្វីខ្ញុំនៅទីនេះសូមព្រះជាម្ចាស់បញ្ជូនភ្លៀងមកមនុស្សទាំងនោះនិយាយពាក្យរបស់នាងឡើងវិញដូចជាការអធិស្ឋានប៉ុន្តែនៅពេលជាថ្មីម្ដងទៀតនាងបានបាត់ខ្លួននាងបានរត់គេចរួចហើយបន្តរហូតដល់នាងទៅដល់កន្លែងដែលពោពេញទៅដោយសម្លេងនាងបានក្លែងខ្លួនជាសង្ឃមួយអង្គនៅក្នុងព្រះវិហារហើយលួចចូលទៅក្នុងការជួបជុំមួយជាមួយកិច្ចប្រជុំស្ដេចបានប្រកាសភ្លាមថាពួកគេត្រូវតែបញ្ឈប់ការពឹងផ្អែកលើជំនឿឆ្វេងហើយជំនួសមកវិញត្រូវហើយគណិតវិទ្យាដើម្បីដោះស្រាយបញ្ហានៅក្នុងនគររបស់ពួកគេប៉ុន្តែអាចារ្យជំទាស់ដោយនិយាយថានេះមានគ្រោះថ្នាក់សំហេតុសំផលដែលគណិតវិទ្យាគ្រាន់តែជាជំនឿមួយផ្សេងទៀតហើយវាមិនអាចទៅរួចទេក្នុងការយល់ពីធម្មជាតិតាមរយៈមីកអះអាងថាមូលហេតុពិតប្រាកដនៃគ្រោះរាំងស្ងួតគឺថាស្ថានស៊ូខឹងនឹងស្ដេចហើយមធ្យោបាយតែមួយគឺសម្រាប់ព្រះមហាក្សត្រធ្វើពិធីសក្ការៈជាមួយម្ចាស់ស្ត្រីដេមីបានរត់គេចចេញពីកិច្ចប្រជុំដោយសម្ងាត់រកមើលទូរស័ព្ទរបស់នាងប៉ុន្តែនាងត្រូវបានគេចាប់បានម្ដងទៀតខណៈពេលដែលនាងរងចាំព្រះមហាក្សត្រយាងអាចរត់គេចខ្លួនបានពេលភ្លៀងធ្លាក់ប៉ុន្តែព្រះមហាក្សត្រធ្វើឲ្យនាងភ្ញាក់ផ្អើលដោយមានបន្ទូលថាមិនមានភ្លៀងធ្លាក់អស់រយៈពេល3ឆ្នាំគាត់មិនចូលចិត្តនាងទេគាត់ប្រកាសថានាងគួរតែត្រូវបានគេប្រហារជីវិតភ្លាមនាងភ័យស្លន់ស្លោហើយអង្វរសូមរងចាំខ្ញុំគ្រាន់តែជាសិស្សម្នាក់មកពីអនាគតហើយខ្ញុំមកទីនេះដោយចៃដន្យនាងព្យាយាមបញ្ចុះបញ្ចូលគាត់ថានាងដឹងច្រើនអំពីប្រវត្តិហើយនៅពេលដែលវាមិនដំណើរការនាងក៏បន្ថែមយ៉ាងរហ័សថានាងក៏ពូកែគណិតវិទ្យាដែរដោយចាប់អារម្មណ៍ស្ដេចក៏ពន្យាពេកការប្រហារជីវិតហើយប្រាប់នាងឲ្យបញ្ជាក់វាគាត់ផ្ដល់ឲ្យនាងនៅបញ្ហាទ្រឹស្ដីបទ Pythagoras ដើម្បីដោះស្រាយដំបូងនាងនិយាយថានាងមិនអាចយល់ពីអ្វីដែលបានសរសេរទេប៉ុន្តែនៅពេលដែលនាងដឹងថាវាជាទ្រឹស្ដីបទ Pythagoras នាងយ៉ាងឆាប់រហ័សស្ដេចមានការភ្ញាក់ផ្អើលគាត់បាននិយាយថាប្រាជ្ញរបស់គាត់ច្រើនតែចំណាយពេល3ថ្ងៃដើម្បីដោះស្រាយបញ្ហាបែបនេះលើមនុស្សគ្រប់គ្នាចាប់ផ្ដើមចាត់ទុកដានីជាគូសាមជាអ្នកប្រាជ្ញបុរសម្នាក់ព្រះមហាក្សត្របានប្រទានបេសកកម្មឲ្យនាងបង្រៀនគណិតវិទ្យាដល់ប្រជាជនប្រសិនបើនាងជោគជ័យគាត់នឹងអនុញ្ញាតឲ្យនាងត្រឡប់ទៅផ្ទះវិញប៉ុន្តែគាត់គឺជាសិស្សដំបូងហើយនាងភ្ញាក់ផ្អើលនៅពេលថែមទាំងចេះរាប់ផងនាងចាប់ផ្ដើមបង្រៀនគាត់ដោយអត់ធ្មត់ពីមូលដ្ឋានគ្រឹះបំផុតលេខការបូកនឹងដកទាំងអស់រហូតដល់គុណទីបំផុតពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតគណិតវិទ្យាប្រឆាំងនឹងទីក្រុងគូប្រជែងអ្នកភ្លេងបាដេនីចាញ់នាងនឹងត្រូវដាក់ទណ្ឌកម្មនាងប្រកួតប្រជែងនឹងស្ដេចដោយក្លាហានហើយថែមទាំងវាយគាត់ដោយកំហឹងពេលគាត់ធ្វើអ្វីខុសឆ្មាំក៏ប្រញាប់ប្រញាល់ចូលមកត្រៀមសម្លាប់នាងព្រោះប៉ះស្ដេចតែទ្រង់ខាត់គេហើយសើច
ពួកគេលាក់ក្រដាសគណិតវិទ្យាទាំងអស់រាល់ពេលដែលម្ចាស់កត្រីយ៉ាងមកលេងដោយធ្វើពុតជាកំពុងហាត់តន្ត្រីជំនួសវិញស្ដេចក៏សម្គាល់ថាដេនីកំពុងអត់ឃ្លានហើយអញ្ជើញនាងទៅពិសារអាហារជាមួយគាត់ប៉ុន្តែនាងផ្ទះបាយដោយប្រើគ្រឿងផ្សំពីកាបូបរបស់នាងធ្វើមីកញ្ចប់ឆ្ងាញ់ឲ្យគាត់ចូលចិត្តវាខ្លាំងណាស់ទោះបីជាវាហិរនៅពេលដែលនាងផ្ដល់ទឹកឲ្យគាត់បដិសេធដោយនិយាយថាគាត់ចូលចិត្តកម្ដៅព្រឹកឡើងទាំងមូលព្រះបរមរាជវាំងគាត់ស្រែកនៅពេលដែលដេនីពិនិត្យមើលគាត់នាងឃើញថាគាត់បានពាក់គ្រឿងលម្អការពារនៅលើត្រចៀកនាងបានបណ្ដាសាគាត់នាងក្រឡេកមើលហើយនិយាយថាមើលតារាវាគ្រាន់តែជាគុយទាវមិនមែនជាមន្តអាគមខ្មៅទេគ្មានទេវេទមន្តឬអក្ខរាវាគ្រាន់តែជាម្ទេសដែលប៉ះពាល់ក្រពះរបស់គាត់ខ្លាំងពេកនៅពេលដែលនាងប្រាប់គាត់បានសួរថាតើអ្វីក្រពះយ៉ាងណាក៏ដោយដូច្នេះដេនីអង្គុយចុះហើយពន្យល់គាត់អំពីអ្វីជាក្រពះអ្វីជាពោះវៀននិងសូម្បីតែអំពីបេះដូងហើយប្រសិនបើគាត់ដាក់ដៃលើទ្រូងគាត់នឹងមានអារម្មណ៍ថាវាលោតប៉ុន្តែគាត់និយាយថាខ្ញុំមិនមានអារម្មណ៍អ្វីទេញឹមហើយនិយាយថាមិនអីទេថ្ងៃណាមួយពេលអ្នកនៅជាមួយមនុស្សដែលអ្នកស្រឡាញ់អ្នកនឹងមានអារម្មណ៍ដោយខ្លួនឯងគាត់គឺភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំណេះដឹងដែលនាងមានគាត់ចាប់ផ្ដើមមើលឃើញនាងជាអ្នកប្រាជ្ញដ៏អស្ចារ្យដូច្នេះគាត់បានអ្នកប្រាជ្ញរាជវង្សនៃយូសិនមិនត្រឹមតែគណិតវិទ្យាប៉ុណ្ណោះទេប៉ុន្តែអ្វីទាំងអស់ពីវិទ្យាសាស្ត្ររហូតដល់កសិកម្មយប់នោះគាត់បានផ្លែក្រូចឃ្វិចមួយផ្លែហើយនាងនិយាយធម្មតាថាអរគុណដោយគ្មានការគោរពអ្វីសោះប៉ុន្តែគាត់ខឹងយ៉ាងខ្លាំងអ្នកជាអ្នកវង្វេងនៅយូអ្នកគួរតែទុកផ្លែឈើនោះទុកយ៉ាងហោចណាស់3ថ្ងៃអ្នកមិនការប្រទានពោទេនាងសាច់ហើយនិយាយថាវាក្រជាផ្លែក្រូចឃ្វិចមួយផ្លែគុំធ្វើរឿងធំពេកក្រោយមកអ្នកទាំងពីរបានចេញទៅលេងបាល់នៅទីធ្លាមុខព្រះបរមរាជវាំងហើយនាងបានធ្វើឲ្យគាត់រត់ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនៅថ្ងៃបន្ទាប់ស្ដេចបានគង់ជាមួយនឹងអនាគតទ្រង់នឹងទទួលទាននៅថ្នាំស្នេហ៍ដ៏អស្ចារ្យនៅយប់នោះក្នុងសមរបស់ទ្រង់ហើយបន្ទាប់ពីនោះពួកគេនឹងរៀបការភ្លាមប៉ុន្តែជោគវាសមានផែនការផ្សេងទៀតចាននោះបានធ្លាក់ទៅក្នុងដៃរបស់ដេមបីនាងចាប់ផ្ដើមប្រព្រឹត្តយ៉ាងចម្លែកហើយក៏ដេកលក់ទៅវិញទៅមកនៅក្នុងព្រះបរមរាជវាំងពេលភ្ញាក់ពីដំណេកនាងបន្តសុំទោសស្ដេចប៉ុន្តែទ្រង់គ្រាន់តែមានព្រះបន្ទូលថាគ្មានអ្វីកើតឡើងទេចូលបំភ្លេចវាចោលទៅពួកគេបានទៅដើរលេងនៅខាងក្រៅហើយទ្រង់មានបន្ទូលប្រាប់នាងថាប្រសិនបើនាងអាចសម្រេចបេសកកម្មរបស់នាងបាននាងនឹងក្រុមប្រឹក្សាហើយថែមទាំងទទួលបានសេះរីកមួយក្បាលទៀតផងប៉ុន្តែនាងបាននិយាយថាខ្ញុំមិនចង់បានអ្វីទាំងភ្លាមពេលភ្លៀងធ្លាក់ស្ដេចបានឆ្លើយថាចាប់ពីពេលនេះទៅគុំប្រព្រឹត្តចំពោះខ្ញុំដូចជាស្ដេចអីយើងស្មើគ្នាមែនថោបរោះប៉ុន្តែនៅថ្ងៃបន្ទាប់គ្រោះមហន្តរាយបានវាយប្រហារដេនីត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទចំអកឲ្យស្ដេចពួកគេបានចង់កំពុងរៀបចំធ្វើទារុណកម្មនាងប៉ុន្តែស្ដេចបានចូលមកពន្យល់ដល់សង្ឃថាអ្នកប្រាជ្ញវ័យក្មេងនេះមានចំណេះដឹងសង្ឃមួយអង្គទាញយកឱកាសនោះហើយមានបន្ទូលថាត្រូវហើយដូច្នេះទូបង្គំត្រូវតែសាកល្បងគាត់ដោយខ្លួនឯងគាត់មានពេល2សប្តាហ៍វាមិនមានភ្លៀងធ្លាក់ទេយើងនឹងប្រហារជីវិតគាត់ដែលនេះមិនបានបោះបង់ចោលទេនាងបន្តសិក្សាគណនាគ្រប់យ៉ាងហើយតន្ត្រីក៏វាំងបានជួយនាងសាងសង់ឧបករណ៍វាស់ទឹកភ្លៀងបន្ទាប់មកដោយគ្មានការប្រមានភ្លៀងបានចាប់ផ្ដើមធ្លាក់ពីលើមេឃដេមីមានអារម្មណ៍រីករាយជាខ្លាំងប៉ុន្តែស្ដេចនឹកឃើញភ្លាមនៅអ្វីដែលនាងបាននិយាយថានាងនឹងចាក់ចេញនៅពេលភ្លៀងធ្លាក់ព្រះអង្គបានទៅផ្ទះដែលនាងស្នាក់នៅហើយបានឃើញនាងយំនៅពីមុខឧបករណ៍វាស់ទឹកភ្លៀងព្រះអង្គពោពេញដោយអារម្មណ៍ព្រះអង្គមានទៅនាងថាឥឡូវនេះអ្នកត្រូវតែរត់គេចហើយខ្ញុំបានត្រៀមខ្លួនរួចហើយកប៉ាល់មួយដែលធ្វើដំណើរទៅកាន់មីនកំពុងរងចាប់ក្រវីក្បាលនាងបានចំណាយពេលពេញមួយជីវិតរបស់នាងដើម្បីរត់គេចទីបំផុតនាងបានមកដល់ទីនេះព្រោះតែនាងកំពុងព្យាយាមនៅពេលនោះតន្ត្រីក៏វាំងដែលបានធ្វើការដោយសម្ងាត់ជាមួយបូជីចាជាន់ខ្ពស់បានមកដល់បូជីចាបានបញ្ជាគាត់ឲ្យសម្លាប់អ្នកប្រាជ្ញដោយជឿថាដេនីប្រហែលជាមកពីអនាគតពិតប្រាកដតន្ត្រីក៏បានប្រាប់បូជីចាថាបើដូច្នោះមែនពិតប្រាកដនោះគាត់កាន់តែមានគ្រោះថ្នាក់ថែមទៀតយើងត្រូវកម្ចាត់គាត់ចោលភ្លេងក៏បានចាប់ដានីដាក់លើខ្នងសេះមួយក្បាលកាត់ព្រៃរហូតដល់ពួកគេទៅដល់ព្រៃមួយទីនោះគាត់បានប្រាប់នាងថាខ្ញុំបានដឹងមួយរយៈមកហើយថាអ្នកជាមនុស្សសំរុំអាចកំបាំងរបស់អ្នកមានសុវត្ថិភាពជាមួយខ្ញុំនាងបានពន្យល់ថាវាមិនមែនដោយចេតនាទេការងារដែលបានផ្ដល់ជូនក្មេងប្រុសម្នាក់ហើយនាងគ្មានជំរឿអ្វីក្រៅពីទទួលយកវាឡើយមួយសន្ទុះក្រោយមកនៅក្នុងព្រះបរមរាជវាំងបញ្ចុះបញ្ចូលព្រះមហាក្សត្រថាអ្វីដែលដានីបានបង្រៀនពួកគេត្រូវបានបំផ្លាញជាពិសេសភាសាសេថ្មីដែលនាងកំពុងអភិវឌ្ឍពួកគេត្រូវតែប្រកាន់ខ្ជាប់នៅប្រពៃណីហើយលុបបំបាត់ឥទ្ធិពលរបស់ក្មេងប្រុសនោះដែលទ្រង់បានចាក់ចេញពីព្រះបរមរាជវាំងដោយជិះសេះស្វែងរកនាងនៅកន្លែងផ្សេងទៀតនៅក្នុងព្រៃឆ្មាំបានដេញទាន់ដេមបៃនិងអ្នកភ្លេងទ្រង់បានអនុញ្ញាតឲ្យនាងរត់គេចខ្លួនហើយឈររារាំងផ្លូវពួកគេដោយវាយប្រហារពួកគេលេចមុខជើងរបស់នាងហូរឈាមនាងបានរត់គ្រប់ផ្លូវទៅទីនោះដោយអស់សង្ឃឹមក្នុងការស្វែងរកពួកគេដេមប៊ីបន្តដើរតាមផ្លូវរហូតដល់នាងទៅដល់ផ្លូវបំបែកមួយហើយមិនដឹងថាត្រូវទៅណាទេបន្ទាប់មកនាងនឹកឃើញអ្វីដែលស្តេចធ្លាប់ព្រះអាទិត្យគឺជានាឡិកាយ៉ូសិនដូច្នេះនាងដើរតាមពន្លឺព្រះអាទិត្យរហូតដល់នាងទៅដល់សមុទ្រហើយនៅទីនោះស្តេចកំពុងរងសម្រាប់នាងយប់នោះពួកគេអង្គុយក្បែរគ្នាមើលផ្កាយនាងប្រាប់គាត់ថានាពេលអនាគតយើងមិនឃើញផ្កាយដូច
នេះមានតែមនុស្សឆ្លាតបំផុតដែលគាត់បានឆ្លើយតបមើលឥឡូវនេះតារាតែមួយគត់ដែលអ្នកកំពុងឃើញគឺជាតារាដែលអ្នកជ្រើសរើសដើម្បីមើលប៉ុន្តែប្រសិនបើអ្នកឈប់ហើយមើលឲ្យចិត្តអ្នកនឹងចាប់ផ្ដើមមើលឃើញកាន់តែច្រើនតារាទាំងនោះតែងតែនៅទីនោះលេចឡើងរហូតដល់អ្នកសម្រេចចិត្តមើលពួកគេភ្នែកមើលឃើញអ្វីដែលបេះដូងចង់បានបន្ទាប់ពីផ្អាកស្ងាត់ស្ដេចបានសារភាពថាគាត់ស្រឡាញ់នាងគាត់បាននិយាយថាគាត់ចង់បង្កើតភាសាថ្មីដែលងាយស្រួលជាងដើម្បីឲ្យមនុស្សសាមញ្ញអាចរៀនមិនត្រឹមតែពួកអភិរំពេចនោះនាងនឹកឃើញអ្វីមួយដែលដកលុយរបស់នាងពីអនាគតហើយឃើញមុខរបស់គាត់បានរូបិយបាននោះហើយជាពេលដែលនាងដឹងថាគាត់ពិតជានឹងស្នងរាជនៅពេលដែលស្ដេចត្រឡប់មកវាំងវិញគាត់បានប្រកាសគាត់នឹងចាប់ផ្ដើមបើកប្រាក់ខែដល់អ្នកដែលបម្រើប្រជាជនបានល្អសង់ជាន់ខ្ពស់បានយល់ព្រមដោយភ្ញាក់ផ្អើលដោយនិយាយថាអ្នកណាដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនគួរតែទទួលបានរង្វាន់តើអ្នកគិតយ៉ាងណាដែរចំពោះគោមគាត់បានសួរប៉ុន្តែគ្មានយល់ព្រមពួកគេជឿថាលោកកសឹមគួរតែត្រូវបានបណ្តេញចេញឬសូម្បីតែប្រហារជីវិតទោះបីជាដេនេះបន្តបង្រៀនស្ដេចអ្វីគ្រប់យ៉ាងគណិតវិទ្យាការសរសេរនិងហេតុផលដោយគ្មានពួកបូជាចារដឹងថ្ងៃមួយពេលកំពុងដើរឆ្លងកាត់ព្រះបរមរាជវាំងនាងបានឃើញមហាក្សត្រយានីលាក់ខ្លួននិងបរិភោគជាសម្ងាត់ពួកគេបានហាមឃាត់នាងមិនឲ្យបរិភោគច្រើនពេកទម្ងន់ហើយធ្វើឲ្យខូចរូបរាងរបស់នាងដេមប៊ីបានផ្ដល់ឲ្យនាងនៅពេញមីមួយរបស់នាងមហាក្សត្រយានីបានទទួលយកវាពេលពួកគេចាប់ផ្ដើមជេរគ្នាពីពេលនោះមកពួកគេក៏ក្លាយជាមិត្តភក្តិពីរបីថ្ងៃក្រោយមកម្ចាស់ស្ត្រីបានចូលទៅហើយប្រាប់ត្រង់ថានាងដឹងគ្រប់យ៉ាងនាងក៏បានប្រាប់ម្ដាយក្មេករួចហើយដែលពីព្រោះក្មេងស្រីដេនីត្រូវបានគេសន្មត់ថាជាស្រីស្នំម្នាក់របស់ទ្រង់ស្រាប់តែដេនីឃើញខ្លួនឯងកំពុងត្រូវបានគេរៀបចំសម្រាប់អ្វីមួយដែលនាងមិនយល់សោះស្រីបម្រើក្នុងវាំងកំពុងតែស្លៀកពាក់ឲ្យនាងនិងលាបគ្រឿងសម្អាងនាងមិនដឹងថាមានរឿងអ្វីកើតឡើងទេរហូតដល់នាងដឹងថាពុកកំពុងរៀបចំនាងសម្រាប់ពេលថ្ងៃត្រង់ជាមួយស្ដេចហើយថានាងនឹងក្លាយជាស្ត្រីដំបូងរបស់ទ្រង់ពេលដែលនាងយល់ពីអ្វីដែលកំពុងកើតឡើងនាងភ័យស្លន់ស្លោហើយរត់ចេញពីមនុស្សឈួតនៅជុំវិញនាងម្នាក់ក្នុងចំណោមមិត្តបានប្រាប់ស្ដេចយ៉ាងរហ័សថានាងបានរត់គេចខ្លួននៅតាមផ្លូវទៅកាន់ព្រះបរមរាជវាំងព្រះរាជនៅទីបំផុតបានរកឃើញនាងប៉ុន្តែទ្រង់បានចាប់ដៃនាងហើយទាញនាងចូលទៅក្នុងបន្ទប់ឌីនីស្រែកតវ៉ាថាអ្នកបាននេះយើងនឹងនៅតែជាមិត្តប៉ុណ្ណោះខ្ញុំទើបតែអាយុ19ឆ្នាំប៉ុណ្ណោះស្ដេចសើចហើយឆ្លើយថា19ឆ្នាំនោះមានន័យថាអ្នកមានភាពពេញវ័យអ្នកលែងជាក្មេងទៀតហើយម្យ៉ាងទៀតខ្ញុំដឹងថាអ្នកជាស្រីយូរហើយខ្ញុំមិនបានប៉ះអ្នកទេខ្ញុំប៉ុន្តែយប់នេះអ្នកត្រូវស្នាក់នៅទីនេះមនុស្សគ្រប់គ្នាកំពុងមើលកុំបារម្ភខ្ញុំមិនស៊ីអ្នករស់ទេការពិតគឺម្ដាយខ្ញុំរឹងរូសខ្លាំងណាស់ហើយគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលគាត់បានយ៉ាងងាយស្រួលនោះទេព្រឹកឡើងដេនីទៅនេះអ្នកភ្លេងគាត់បានសួរនាងថាតើអ្នកប្រកាសថាអ្នកចង់ត្រឡប់ទៅអនាគតវិញទេប៉ុន្តែនាងមិនបានឆ្លើយទេពោពេញទៅដោយការសង្ស័យនាងគ្រាន់តែដើរចេញហើយអង្គុយតែម្នាក់ឯងបន្ទាប់ពីមួយសន្ទុះមកម្ចាស់ស្ត្រីបានមកប្រាប់នាងជួបនាងនៅពេលដែលដេនីចូលទៅក្នុងព្រះបរមរាជវាំងនាងបានឃើញខ្លួនឯងទល់មុខនឹងមហាក្សត្រីដែលមើលពិតប្រាកដដូចជាម្ដាយបង្កើតរបស់នាងបានបាក់ទឹកចិត្តទាំងស្រុងដោយស្រក់ទឹកភ្នែកហើយគ្មាននរណាម្នាក់យល់ថាយប់នោះនាងបានទៅមើលប្រព័ន្ធតារាសាស្ត្រថ្មីរបស់យូសៀនដែលនាងផ្ទាល់បានជួយបង្កើតវានឹងជួយនគរឲ្យតាមដានថ្ងៃខែបានត្រឹមត្រូវបន្ទាប់មកស្ដេចបានអញ្ជើញនាងឲ្យមកមើលអ្វីផ្សេងទៀតគាត់បានធ្វើការលើគាត់បានបង្កើតអក្សរក្រមថ្មីមួយដែលមានអក្សរចំនួន28ដែលមានន័យថាសាមញ្ញក្នុងការអាននិងសរសេរមនុស្សគ្រប់គ្នានៅយន់មិនត្រឹមតែអ្នកប្រាជ្ញអាចរៀនបានទេនៅពេលដែលពួកគេដើរចូលទៅក្នុងសាលធំគាត់បានសុំឲ្យនាងអង្គុយលើកៅអីបុណ្យបន្ទាប់មកគាត់បានដាក់ម្ជុលសក់រាជវង្សនៅលើក្បាលរបស់នាងដែលជានិមិត្តរូបនៃអាពាហ៍ពិពាហ៍ហើយសុំឲ្យនាងធ្វើនៅជាមួយគាត់ជារៀងរហូតដេមប៊ីចាប់ផ្ដើមយំហើយប្រាប់គាត់ថាខ្ញុំមិនអាចទេខ្ញុំបានសន្យាខ្លួនឯងថាខ្ញុំនឹងត្រឡប់ភ្លៀងធ្លាក់ម្ដាយខ្ញុំកំពុងរងចាំខ្ញុំហើយគាត់ទុកចិត្តខ្ញុំស្ដេចបានឆ្លើយយ៉ាងស្រទន់បន្ទាប់មកទៅជួបនាងហើយត្រឡប់មកវិញចូលយើងរស់នៅទីនេះជាមួយគ្នាប៉ុន្តែនាងបានបដិសេធម្ដងទៀតគាត់បាត់បង់ការអត់ធ្មត់ហើយនិយាយដោយកំហឹងថាអ្នកនេះប្រសើរជាងលោកយូសែនពេញដោយជំងឺធ្វើអ្វីដែលអ្នកចង់បានបន្ទាប់មកគាត់ខឹងសម្បានាងនៅតែឈរនៅក្នុងសាលនៅពេលដែលនាងត្រូវបានវាយចំក្បាលហើយដួលសន្លប់មាននរណាម្នាក់ចាក់នាងដោយដាវហើយអាគារទាំងមូលត្រូវបានភ្លើងឆេះនៅពេលដែលស្ដេចបាននូវអ្វីដែលបានកើតឡើងគាត់បានប្រថុយជីវិតហើយបានរត់កាត់អណ្ដាតភ្លើងដើម្បីជួយសង្គ្រោះនាងថ្ងៃបន្ទាប់គាត់បានកោះហៅជំនួយការរបស់គាត់ហើយនិយាយថាអត្ថបទបុរាណបានបាត់ខ្លួនកាលពីយប់មិញគាត់បានចោទប្រកាន់សង្ជាន់ខ្ពស់ពីបទលួចវាស្ដេចបានចាប់ដៃបូជាចារហើយមានបន្ទូលថាតើគ្មានបង្រៀនអ្នកឲ្យលុបបំបាត់ភស្តុតាងទាំងអស់បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋបែបនេះទេបន្ទាប់មកគាត់បានងាកទៅរកដេនីហើយសួរថាសំឡេងដែលអ្នកបានឮនាងងក់ក្បាលបែរជាសៀវភៅនៅក្នុងកាបូបរបស់នាងបានការពារនាងពីការចាក់ស្ដេចខឹងសម្បាបានប្រឈមមុខនឹងបូជាចារអ្នកដឹងថាគាត់មានន័យយ៉ាងណាចំពោះខ្ញុំហេតុអ្វីបានជាអ្នកធ្វើបែបនេះបូជាចារពីព្រោះប្រសិនបើភាសាថ្មីនោះរីករាលដាលយុវជននឹងចាប់ផ្ដើមគិតដោយសេរីវានឹងបង្កើតភាពច្របូកច្របល់វានឹងបំផ្លាញ
នគរខ្ញុំមិនខ្លាចស្លាប់ទេខ្ញុំខ្លាចភាពច្របូកច្របល់ដែលនឹងបំផ្លាញអនាគតស្ដេចបានឆ្លើយថាទោះបីជាអ្នកព្យាយាមបញ្ឈប់វាក៏ដោយខ្ញុំនឹងបង្កើតប្រព័ន្ធនៃការសរសេរនេះសម្រាប់ប្រជាជនខ្ញុំចង់ក្លាយជាមនុស្សដែលធ្វើឲ្យអាចទៅរួចហេតុអ្វីបានជាយើងគួរខ្លាចអនាគតដែលយើងមិនរស់នៅដើម្បីឃើញពិភពលោកដែលយើងមិនដឹងអ្វីទាំងអស់ប៉ុន្តែបូជាចាក់បានរើទៅគាត់លុតជង្គង់ចុះហើយនិយាយថាសូមប្រហារជីវិតទូលបង្គំហើយបញ្ចប់រឿងនេះមិនយូរប៉ុន្មានមេឃប្រែជាពណ៌ប្រផេះហើយធ្លាក់ស្រាលដំបងឡើយដានីបានដើរជុំវិញវាំងនិយាយលាភ័ក្ររបស់នាងជាលើកចុងក្រោយមុនពេលចាក់ចេញស្ដេចសួរថាតើព្រះអង្គអាចយាងជាមួយនាងទៅចុងបំផុតបានទេពួកគេបានដើរក្បែរគ្នារហូតដល់ពួកគេទៅដល់មាត់សមុទ្រនៅទីនោះដេនីបានបោះជំហានចូលទៅក្នុងស្រះដដែលនាងធ្លាប់បានធ្លាក់ចូលហើយអនុញ្ញាតឲ្យខ្លួននាងលិចម្ដងទៀតដូចពីមុនប៉ុន្មាននាទីក្រោយមកនាងបានលេចមុខម្ដងទៀតនៅក្នុងពិភពលោករបស់នាងបានមើលជុំវិញហើយដឹងថាមានតែបានកន្លងផុតទៅនៅសល់ពេលធ្វើការប្រឡងនាងរត់ឲ្យលឿនតាមដែលអាចធ្វើទៅបានឆ្ពោះទៅសាលប្រឡងហើយគ្រូកំពុងរងចាំការប្រឡងចូលបានចាប់ផ្ដើមភ្លាមនាងប្រញាប់ប្រញាល់ទៅកន្លែងអង្គុយរបស់នាងហើយធ្វើតេស្តក្រោយមកនៅត្រឡប់មកផ្ទះវិញហើយបានឃើញម្ដាយរបស់នាងកំពុងរងចាំនាងរត់ទៅអបដៃម្ដាយហើយអបយ៉ាងណែនយេនីបានផ្លាស់ប្ដូរអាកប្បកិរិយារបស់នាងទស្សនៈរបស់នាងអ្វីទាំងអស់បានផ្លាស់ប្ដូរក្រោយដំណើររបស់នាងបានរៀនឲ្យតម្លៃមនុស្សនិងអ្វីដែលនៅជុំវិញនាងកាន់តែស៊ីជម្រៅខែបានកន្លងផុតទៅថ្ងៃមួយពេលនាងដើរចេញពីសាលារៀនមេឃក៏បាក់ឡើងហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ម្ដងទៀតស្រាប់តែមានអ្នកយកឆ័ត្រមកគ្របពីលើក្បាលនាងងើបមុខឡើងហើយឃើញមុខដែលធ្លាប់ស្គាល់យ៉ាងច្បាស់គាត់មើលទៅដូចស្ដេចយ៉ូសុនប៉ុន្តែគាត់ញឹមហើយនិយាយថាយើងបានជួបគ្នាយូរហើយកាលពីប៉ុន្មានថ្ងៃមុននៅលើឡានក្រុងអ្នកបានទម្លាក់ឆ័ត្ររបស់អ្នកហើយនោះជាកន្លែងដែលរឿងបញ្ចប់ប្រសិនបើអ្នកបានធ្វើវាឲ្យពួកយើងដឹងពីអ្វីដែលអ្នកគិតនៅក្នុងមតិយោបល់ហើយប្រាប់យើងពីអ្វីដែលអ្នកចង់ឲ្យយើងសង្ខេបនៅក្នុងវីដេអូបន្ទាប់